សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងអ្នកនរគ្នាមករៀនធ្វើតយកបន្លែម្ដងតយកបន្លែយើងមានគ្រឿងផ្សំដូចជាស្ពៃក្តបយើងហាន់បែបនេះស្លាយយើងហាន់ក៏បានយើងកាត់មិនក៏បានអត់តែយើងបានមកជាសាយតូចហើយគ្រឿងផ្សំតទៀតគឺមានត្រាវយើងឈូសក៏បានយើងឈូសជាវែងក៏បានឈូសជាដុំតូចក៏បានកាត់ជាក្របក៏បានអ្នកនរគ្នាគិតថាវិធីណាមួយស្រួលអ្នកអាចជ្រើសយកវិធីនោះមកធ្វើបានចំពោះតយកបន្លែនេះយើងអត់មានអីនឹងពិបាកទេយើងដាក់បន្លែគ្រប់មុខគឺថាបន្លែយើងគឺមានប្រភេទដូចជាដែលខ្ញុំបង្ហាញមានត្រាវមានស្ពៃក្តបមានផ្សិតខ្មៅហើយមានការ៉ុតត្រឡោងជាដើមហើយឈូសបែបនេះក៏បានអ្នកគ្នាអាចឈូសនឹងpeeler ក៏បានតាមអ្វីអ្នកគិតថាងាយស្រួលនឹងឈូសមានរកបានមកឈូសហើយត្រាវយើងឈូសធ្វើម៉េចឲ្យអស់មកដាក់ត្រាវរាងច្រើនក៏បានរាងឆ្ងាញ់ត្រាវហើយនឹងដំឡូងជ្វាដាក់រាងច្រើនឬតែឆ្ងាញ់វាទៅយកបន្លែហើយត្រាវអ្នកនរគ្នាចិត្តប្រយែងអាចនឹងល្មើសដែរពីឈូសហើយយើងមានការ៉ុតឈូសដូចគ្នាទៅបន្លែទាំងអស់នោះយើងឈូសដាក់ចូលគ្នាតែមួយក៏បានដាក់ផ្សេងគ្នាក៏បានយើងយកទៅឆាបើអ្នកគិតថាមួយណារឹងអាចដាក់ផ្សេងក៏បានមួយណាដាក់ចូលគ្នាក៏បានតែខ្ញុំដាក់ចូលគ្នាទាំងម្ដងដោយសារយើងឈូសប៉ាន់គ្នាពេលទៅឆាវាអាចឆ្អិនស្មើគ្នាហើយប៉ុន្តែយូរទៅដំឡូងជ្វាហើយនឹងត្រាវវាប្រកាសជារឹងហើយវាអាចមិនងាយផុយទេហើយនឹងការ៉ុតមួយទៀតប៉ុន្តែបើជូរបែបនេះវាតូចវាឆាប់ផុយទេគាត់ថាយើងចំណាយពេលឆាយូរបន្តិចបើអ្នកនរគ្នាដាក់ផ្សេងគ្នាទៅអាចនឹងឆាលឿនអាចនឹងឆាប់ផុយលឿនណាហើយខ្ញុំមានការ៉ុតលងជ្វាត្រាវបែកគក់ក្តបស្ពៃក្តបហើយនឹងផ្សិតខ្មៅជាដើមបើអ្នកនរគ្នាប្រើផ្សិតខ្មៅក៏បានប្រើផ្សិតអីផ្សេងក៏បានអ្នកនរគ្នាគិតថាស្រួលរកណាសម្រាប់ខ្ញុំទូទៅខ្ញុំប្រើផ្សិតខ្មៅដើម្បីយកមកមូទៅយកព្រោះវាអត់មានអីដែលពិបាកក្នុងការធ្វើយើងមានស្រាប់យើងយកមកយើងស្រោះទឹកបានយើងយកមកធ្វើបានហើយចំពោះស្នូលទៅយកបន្លែនេះគ្រឿងផ្សំវាមានដែលខ្ញុំបង្ហាញខ្លួនឯងមានអត់មានអីច្រើនញ៉ៃទេគាត់ថាយើងប្រើប្រភេទបន្លែប្រភេទបន្លែមើមច្រើនជាងដូចជាស្ពៃក្តបអីយើងប្រើមកបានតែយើងប្រើត្រាវប្រើត្រឡោងជ្វាប្រើការ៉ុតប្រើបែកគក់រាងច្រើននេះជាបន្លែយើងចាប់ដើមជូសហើយយើងដាក់ចូលគ្នាម្ដុំហើយយើងប្រើខ្ទឹមសដើម្បីឆាឈ្ងុយខ្ទឹមសអ្នកនរគ្នាដាក់មកល្មមក៏បានហើយរបៀបឆាមកបងប្រើចាក់ខ្លាញ់ក្តៅឲ្យខ្ទះមកហើយដាក់ខ្ទឹមសឆាទាំងគ្នាចាក់ផ្សិតខ្មៅយើងចូលប្រើផ្សិតខ្មៅរាងស្វិតដែរវាអត់ងាយឆ្អិននេះយើងដាក់ឆាមុនគេបន្ទាប់ពីយើងការឆាគោវាឲ្យសព្វគ្រប់ហើយយើងចាប់ដើមរៀបចំបន្លែយើងផ្សេងយើងឈូសហើយចាក់ចូលតែក្នុងការដាក់អ្នកនរគ្នាត្រូវតែបន្ថយភ្លើងតិចសិនបើអ្នកនរគ្នាចាក់ចូលបើអត់បន្ថយភ្លើងអាចនឹងខ្លោចភាសាខ្ទះវាក្តៅងុំជាងឆ្នាំងដូច្នេះហើយយើងគួរតែបន្ថយភ្លើងតិចមកទៅពីឆាបន្លែស្វិតស្ពូនហើយយើងចាប់ដាក់គ្រឿងវាមានអីទេមានតែអំបិលស្ករប៊ីចេងម្រេចហើយនឹងទឹកប្រេងខ្យងបងឯងហើយទឹកត្រីបន្តិចបន្តួចយើងកុំដាក់ច្រើនពេកព្រោះថាតាយ៉យើងមានញ៉ាំជាមួយទឹកជ្រលក់ផ្សេងទៀតដូចជាទឹកត្រីរូបមន្តឬក៏ជ្រក់ល្ហុងជ្រក់អីផ្សេងដូចនេះយើងឆាស្នូលវាកុំប្រៃពេកមកល្មមល្ហែមបាននិយាយទៅឲ្យលក្ខណៈថាមកឆ្ងាញ់ប៉ុន្តែកុំប្រៃហើយរបៀបមូម្ដងមូគឺយើងស្តៀងនឹងមូបន្លែតាយ៉ការីសាច់មាន់ដែរស្តៀងគ្នាគាត់ថាយើងវាអាចនឹងប្របាក់បន្តិចដោយសារយើងមានបន្លែច្រើនវាអាចនឹងខ្លះបន្លែខ្លះវាអាចនឹងអត់ស្មោះចូលគ្នាអាចល្បេះបើយើងដាក់ច្រើននឹងអាចនឹងមូទៅពិបាកហើយការមូដូចខ្ញុំបង្ហាញក្នុងវីដេអូនេះអញ្ចឹងកុំដាក់បន្លែច្រើនពេកស្នូលវាកុំដាក់ច្រើនពេកដាក់មកល្មមបានដាក់មកយើងអាចថាយើងមូទៅវាស្រួលបើយើងដាក់ស្នូលច្រើនយើងមូទៅវាពិបាកហើយយើងចាប់ពីកន្ទុយវាមកមុនមកបត់វាបានប្រហែលជាមួយជុំពីរជុំយើងចាប់បត់ពីឆ្វេងពីស្ដាំចូលគ្នាហើយធ្វើម៉េចឲ្យអាត្រង់មុខវាចូលនោះកុំវាធំពេកកាលណាវាធំពេកយើងមូទៅវាអត់ស្អាតទេវាអាចនឹងវែងខ្លៃដូច្នេះយើងមូធ្វើម៉េចឲ្យត្រង់មកល្មមមកដៃយើងមូទៅវាស្អាតហើយយើងរុញវាបន្តិចមកលើជ្រុញកុំឲ្យវាកប៉ិតកប្លន់ពេលកាលណាយើងរុញទៅវាក៏ស្មោះចូលគ្នាល្អដែរហើយការីសាច់មិនតិចការីតិចយកសាច់មិនហើយនឹងតែយកបន្លែគឺវាស្តៀងតែគ្នាដែរគាត់ថាខុសតែសាច់យើងមូក៏ដូចតែគ្នាហើយពេលយើងយកទៅញ៉ាំគឺដូចតែគ្នាដែរវាអត់មានអី
ខុសគ្នាទេទឹកជ្រលក់ក៏វាស្តៀងគ្នាដែរអ្នកខ្លះគេញ៉ាំជាមួយជ្រក់ល្ហុងតអ្នកខ្លះគេញ៉ាំជាមួយទឹកត្រីរូបមឿនតវានិយាយទៅលក្ខណៈយើងញ៉ាំបានបែបម្នាក់តែបើរសជាតិគឺវាផ្សេងគ្នាដែរមួយមានរសជាតិការីរសជាតិគ្រឿងការីដល់ពេលមួយរសជាតិបន្លែយើងឆាធម្មតាគេថាយើងការីដែលយើងធ្វើការីតយ៉សាច់មិនយើងអត់បានដាក់បន្លែគ្រប់មុខទេយើងដាក់ថាខ្ទឹមបារាំងមួយចំណែកឯតយ៉បន្លែនេះយើងដាក់បន្លែគ្រប់មុខមានដលងមានត្រាវពេលញ៉ាំប៉ះទៅវាឈ្ងុយវាឆ្ងាញ់ផុយដលងពេញមាត់យើងដូច្នេះហើយវារសជាតិគឺមិនយ៉ាងម្នាក់ទេមិនថាមួយណាលើមួយណាទេវាឆ្ងាញ់មកបែបម្នាក់អ្នកទាំងអស់គ្នាអាចរៀនធ្វើបានចំពោះពងមិនខ្ញុំលាមខ្ញុំដាក់តិចទេខណៈដាក់ចិនវាពេលយកតំប៉ងទៅវាឆាប់ខ្លោចលឿនដូច្នេះខ្ញុំដាក់តែមុំតិចកុំដាក់ចិនពេកហើយបន្លែគ្រឿងស្នូលវាក៏ខ្ញុំដាក់តិចដែរអត់ដាក់ចិនដែរដាក់មកល្មមមកយើងមូលទៅវាស្រួលអត់ពិបាកខ្លួនឯងហើយកាលណាយើងយកតំប៉ងក៏វាឆាប់ឆ្អិនដែរវាអត់សោះធំតូចល្មមបើអ្នកនរគ្នាដាក់ស្នូលធំពេលយើងបំពងទៅវាអាចឆាប់ខ្លោចលឿនអាខាងក្នុងក៏វាកកស្ញែងវាអត់ឆ្អិនដល់ក្នុងតែនិយាយទៅវាមិនជាបញ្ហាទេដោយសារតែបន្លែយើងឆាឆ្អិនទៅហើយបើយើងអត់ឆាឆ្អិនវានឹងអាចមានបញ្ហាដល់ពោះយើងផងដែរពេលយើងញ៉ាំទៅតែសម្រាប់តយ៉នេះយើងឆាសាច់ឆ្អិនអស់ហើយយើងក៏យកមកមូលហើយទៅបំពងជាការស្រេចហើយប៉ុន្តែអ្នកគ្នាអត់ចេះមូលប្រភេទនេះអ្នកទាំងអស់គ្នាអាចខ្ចប់ដូចវីដេអូមុនខ្ញុំបង្ហាញរបៀបខ្ចប់វានោះខ្ចប់មូលអ្នកនរគ្នាអាចខ្ចប់បញ្ចុះបានដោយសារបើអ្នកនរគ្នាអត់ចេះមូលបែបនេះបើអ្នកនរគ្នាចេះមូលបែបនេះអ្នកនរគ្នាអាចមូលបានហើយសូមអធិស្ឋានចំពោះអ្នកដែលចេះមូលហើយដោយសារតែបើសិនខ្ញុំមិនខុសចង្កង់ចុចត្រង់ប្រការនោះមួយសូមអធិស្ឋានផងព្រោះថាកាយដែលខ្ញុំធ្វើនេះគឺវាមិនសូវជាស្អាត perfect ប៉ុន្មានដែរគាត់ថាខ្ញុំចង់បង្ហាញចែកលេខអ្នកនរគ្នារៀនធ្វើទៅយកទាំងអស់គ្នាឲ្យចេះទាំងអស់គ្នាព្រោះអ្នកខ្លះគេអាចទៅចេះហើយអ្នកខ្លះក៏នាំខ្ញុំមិនទាន់ចេះដែរដូច្នេះហើយអ្នកទាំងអស់គ្នាអាចរៀនធ្វើតាមខ្ញុំបានហើយទៅយកយើងមូលបានរួចរាល់ហើយយើងរៀបដាក់ត្រេដាក់ទូកក់បានធូរសិនមកចាំយើងយកមកច្រកថង់ដើម្បីកុំឲ្យវាទន់កប្លិតកប្លន់ដល់ពេលយើងច្រកជុំគ្នាហើយវីដេអូខ្ញុំមានតែប៉ុណ្ណេះដែរហើយសូមអរគុណមិនសិនអ្នកខ្លះមានឆ្កោកំហុសកុសឆ្គងត្រឹមការណាមួយព្រោះថាយើងមូយើងអាចប្រើស្រោមដៃស្រោមអីដែរប៉ុន្តែយើងបានសម្អាតលាងដៃជាមួយសាប៊ូជាមុនរួចទៅហើយមុននឹងយើងចាប់ដើមមូទៅយកហើយបើអ្នកខ្លះស្រឡាញ់ចូលចិត្តវីដេអូនេះកុំភ្លេច share like follow ម្នាក់មួយផងហើយសូមអរគុណច្រើនចំពោះការទស្សនាវីដេអូកន្លងមកផងដែរ